តបមកទៀតគឺបាល់ជ្រុងមួយសានេះទៀតលើកមកវិញគឺឱកាសតែទម្លាក់ពីក្រោយបន្តិចបាទពីបាទកីឡាករខ្សែប្រយុទ្ធបាទលេខ10គឺកីឡាករងៀងកាច់ឃីមបាទងៀងកាច់ឃីមជាអ្នកតែទម្លាក់បានល្អមែនទែនបាទគ្រាប់នាំមុខនាំសំណាងគឺច្រើនលើកច្រើនសានណានេះគឺឱកាសមួយសាទៀតបាទនេះហើយឱកាសគ្រាប់ចុងក្រោយកាច់មកជើងផ្ដាច់អូយចូលប្រឡោះដៃអ្នកចាំទីចប់សពគ្រប់នាទីទី45គឺចប់វគ្គទី1គឺខាងក្រុមកាត់ចូលកណ្ដាលល្អណាលេខ17ទាញមួយខ្សែកាពីដល់ទៅ3រូប4រូបឯណោះអូទៅបន្តទៀតមួយជើងស្ដាំទៅអូហើយមួយជើងល្អមែនតើលេខ17កីឡាករប៊ុនផាឆាន់ប៊ុនកុងនាទីទី49អស់ចាមែនតើបាទទៅខ្សែកាពីដល់ទៅ3រូបឯណោះ number 17 នេះហើយមួយជើងនេះបាទអ្នកចាំទីកន្លែងទៅបិទមុខតូចទាត់ចូលអូនផ្លាត់មួយគាត់ស្មើ2ទៅនឹង2នាទីទី88ធ្វើបានសម្រេចហើយក្រុមឡាវបានសម្រេចដោយកីឡាករលេខនាទីទី88អស់ចាមែនតើបាទគ្រាប់នេះចាស់ស្នាដងទៀតបាទគេថាទំនងមែនបាទទេសនាមកទៀតបាទមួយជើងនេះទៅហើយអ្នកចាំទីផ្លាតបន្តិចរីបោលមកតែគ្មានសល់ទេបាទអស់ចាណាអស់ចាមែនតើបាទមិនមែនគាត់សុំចូលទីទេបាទពេលខ្លះក្រុមបច្ចេកទេសយើងភ្លេចភ្លាំងបាទមិនថ្មីទេបាទឲ្យតែបានរូបភាព replay ឡើងវិញបាទភុងថាវងពេលខ្លីលើកបានចេះវិញអត់ទៅអត់រួចទេបាទចំណុចនេះចប់សពគ្រប់ទៅហើយបាទអញ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅក្នុងពេលនេះគឺ